សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទសាស្វាគមន៍មកកាន់វីដេអូសម្រាប់សាច់រឿង Dune ដែលជាប្រភេទរឿងវិទ្យាសាស្ត្ររឿងអភិនិហារឿងបែបសង្គ្រាមរឿងបែបនយោបាយដោយមានទាំងល្បិចកលក្នុងខ្សែរាជវង្សមានស្ដេចត្រាញ់បូកផ្សំជាមួយនឹងសាសនាលាយឡំនឹងជំនឿពីទំនាយបុរាណកាលអីជាដើមនិយាយទៅរឿងនេះគឺសម្បូររសជាតិសម្បូរនឹងគ្រឿងក្រៅដូចជាសម្លកកូរអញ្ចឹងគឺឆ្ងាញ់នឹងជាតិមែនទែនដូច្នេះចូលនៅសាររឿងយ៉ាងណាខ្លះគឺយើងចូលមកមើលទាំងអស់គ្នាChoose who I want to be. Idol. I'm confident. ខ្សែរឿងនេះដែរគឺចាប់ផ្ដើមឡើងមកនៅលើភព Arrakis ដែលជាភពវាលខ្សាច់មួយនិងជាទីតាំងសំខាន់ខ្លាំងជាងគេប្រចាំ Galaxy ទាំងមូលដោយនៅលើភពមួយនេះគឺមានសារជាតិម្យ៉ាងហៅថា Spy Malon ហើយនៅលើភព Arrakis ហ្នឹងក៏មានជនជាតិភាគដើមរស់នៅផងដែរហៅថា The Freemen ហើយក្រុមជនជាតិភាគដើម The Freemen ហ្នឹងគឺពិតជាមានការស្អប់ទៅលើជនខាងក្រៅមែនទែនដែលធ្វើដំណើរមកកាន់ភព Arrakis នេះដើម្បីធ្វើការជីកយកប្រមូល Spy ទៅប្រើហើយបច្ចុប្បន្ននេះគ្រួសារស្ដេចត្រាញ់ដែលអធិរាជបញ្ជូនមកឲ្យប្រមូលផល Spy នៅលើភព Arrakis ហ្នឹងគឺត្រូវបានគេហៅថាត្រកូល Harkonnen ដឹកនាំដោយបរិសម្នាក់ឈ្មោះ Baron Harkonnen ហើយដោយសារតែពួក Harkonnen ហ្នឹងគឺជាអ្នកប្រមូលផល Spy បែបនេះក៏បានធ្វើឲ្យគ្រួសារស្ដេចត្រាញ់ហ្នឹងមានទ្រព្យសម្បត្តិច្រើនអស្ចារ្យមែនទែនគឺថាច្រើនជាងអធិរាជនិងខ្សែរាជវង្សទៀតផងចំណែកឯជនជាតិភាគដើម The Freemen ដែលរស់នៅលើភព Arrakis នេះគឺតែងតែធ្វើការបះបោនឹងលួចវាយប្រហារម៉ាស៊ីនបូម Spy នៅលើភព Arrakis នឹងជានិច្ចប៉ុន្តែទោះជាខំប្រឹងយ៉ាងណាក៏មិនអាចបញ្ឈប់គ្រួសារ Harkonnen ក្នុងការប្រមូលផល Spy បានឡើយប៉ុន្តែនៅក្នុងថ្ងៃមួយអធិរាជហៅថា Shaddam the Fourth គឺស្រាប់តែបញ្ជាក្រុមគ្រួសារស្ដេចត្រាញ់ Harkonnen នឹងឲ្យរើកងទ័ពចាកចេញពីភព Arrakis នេះហើយគម្រោងការរបស់អធិរាជនឹងគឺបញ្ជូនគ្រួសារស្ដេចត្រាញ់ថ្មីមកកាន់កាប់ភព Arrakis ជំនួសបន្តមកទៀតយើងក៏បានកាត់មកកាន់ភព Caladan វិញម្ដងហើយឆ្នាំនៃសាច់រឿងហ្នឹងគឺ1191រួយក៏បានណែនាំមកស្គាល់បរិះវ័យក្មេងម្នាក់ឈ្មោះថា Paul Atreides ដែលជាកូនប្រុសរបស់ Leto Atreides ដែលត្រាញ់នៅលើភព Caladan នេះចំណែកឯម្ដាយរបស់ Paul Atreides វិញគឺមានឈ្មោះថា Lady Jessica ដែលជាសមាជិកម្នាក់នៃក្រុមសាសនាស្រី Bene Gesserit ហើយក្រុម Bene Gesserit ហ្នឹងគឺមានសមត្ថភាពពិសេសច្រើនមែនតើនឹងមានសមាជិកតែមនុស្សស្រីប៉ុណ្ណោះប៉ុន្តែ Lady Jessica វិញគឺសម្រេចចិត្តធ្វើខុសច្បាប់ប្រពៃណីនិងលួចបង្រៀនសមត្ថភាពពិសេសជាច្រើនទៅកាន់កូនប្រុសរបស់ខ្លួន Paul Atreides រួចក្នុងពេលមួយដែលកំពុងតែអង្គុយញ៉ាំបាយព្រឹក Lady Jessica ក៏បានប្រាប់ឲ្យកូនប្រុសខ្លួននឹងអនុវត្តរៀនប្រើប្រាស់ The Voice ដែលវានឹងគឺជាសមត្ថភាពពិសេសរបស់ក្រុម Bene Gesserit បញ្ជាអ្នកដទៃឲ្យធ្វើអ្វីតាមដែលខ្លួននិយាយហើយ Paul Atreides ក៏បានប្រើ The Voice នឹងទៅលើម្ដាយផងដែរថាហុចទឹកឲ្យគាត់បន្តិចរួចនៅពេលដែលប្រើលើកទី1គឺអត់បានផលនោះទេប៉ុន្តែនៅពេលដែលព្យាយាមសារជាថ្មីនឹងបាននិយាយថាហុចទឹកមកឲ្យខ្ញុំមក Lady Jessica នឹងគឺស្រាប់តែហុចទឹកទៅឲ្យកូនប្រុសភ្លាមបន្តមកទៀតដោយសារតែដឹងថាគ្រួសាររបស់ខ្លួននឹងគឺចិត្តធ្វើដំណើរទៅកាន់ភព Arrakis ហើយ Paul Atreides ក៏បានអង្គុយអានសៀវភៅនិងមើលវីដេអូឯកសារទាក់ទងនឹងរឿងរ៉ាវនៅលើភព Arrakis មួយនេះពលគឺថា Arrakis នឹងគឺជាភពវាលខ្សាច់ដ៏ធំមួយនិងមានសីតុណ្ហភាពអាកាសធាតុក្តៅអស្ចារ្យមែនទែននិងជាពិសេសនោះគឺតែងតែមានព្យុះខ្សាច់រហូតដូច្នេះពួកគេនឹងគឺអាចរស់នៅមានជីវិតតែក្នុងទីក្រុងដែលមានថ្មបាំងប៉ុណ្ណោះហើយនៅលើភពមួយហ្នឹងក៏មានជនជាតិភាគដើមហៅថា The Freemen ផងដែររួចមានតែជនជាតិភាគដើមទាំងនោះទេដែលអាចសម្របបត់បែនខ្លួនរស់នៅលើភពនោះកើតហើយសមាជិកនៃពួក Freemen ម្នាក់ៗហ្នឹងក៏មានខោអាវពិសេសសម្រាប់ពាក់ការពារកម្ដៅនិងរក្សាតឹងនិងរស់នៅលើវាលខ្សាច់នេះជាមួយនឹងដង្កូវខ្សាច់យក្សធំច្រើនមែនទែនហើយដោយសារតែពួកគេនឹងរស់នៅលើភព Arrakis នេះរយៈពេលយូរនិងទទួលរងនៅឥទ្ធិពលនៃសារជាតិ Spy ជាច្រើនក៏ធ្វើឲ្យភ្នែកម្នាក់ៗនឹងគឺឡើងពណ៌ខៀវហើយសម្រាប់ពួក The Freemen នឹងសារជាតិ Spy នេះគឺហាក់ដូចជាថ្នាំទេវតាអញ្ចឹងដែលធ្វើឲ្យពួកគេនឹងមានអាយុវែងព្យាបាលជំងឺនិងការសមត្ថភាពខ
ខួរក្បាលយ៉ាងខ្លាំងអស្ចារ្យប៉ុន្តែសម្រាប់អធិរាជនិងស្ដេចត្រាញ់វិញសារជាស្បៃនឹងគឺត្រូវប្រើប្រាស់សម្រាប់អង្គការមួយហៅថា Space Navigator ហើយក្រុម Space Navigator នឹងគឺហាក់ដូចជាអ្នកនាំផ្លូវបើកផែនទីធ្វើដំណើរឆ្លងកាត់ Galaxy អញ្ចឹងនឹងត្រូវការស្បៃជាចាំបាច់ដើម្បីជួយពួកគេអាចគណនាផ្លូវធ្វើដំណើរកើតដូច្នេះបើសិនជាអត់មានសារជាស្បៃនឹងក្រុមអង្គការ Space Navigator នេះក៏មិនអាចធ្វើដំណើរឆ្លងកាត់អវកាសតាមល្បឿនពេលវេលាបានដែរទើបស្បៃនឹងគឺជាសារជាតិដ៏សំខាន់និងមានតម្លៃខ្លាំងមែនទែនប្រចាំចក្រវាឡមួយនេះបន្តមកទៀតយានដ៏ធំមួយរបស់អធិរាជគឺបានធ្វើដំណើរមកកាន់ភព Caladan មួយនេះហើយនៅក្នុងយានមួយនឹងក៏មានវត្តមានលោកអាម៉ាតមន្ត្រីធំៗនិងអ្នកនាំសាររបស់អធិរាជបានធ្វើដំណើរមកជួប Leto Atreides ដែលជាស្ដេចត្រាញ់នៅលើភព Caladan មួយនេះហើយនៅក្នុងសាររបស់អធិរាជនឹងក៏បានបញ្ជាផងដែរថាឲ្យក្រុមគ្រួសារនៃស្ដេចត្រាញ់ Atreides នេះផ្លាស់ទីទៅរស់នៅលើភព Arrakis និងធ្វើជាអ្នកប្រមូលផល Spice ឲ្យអធិរាជជំនួសគ្រួសារ Harkonnen ចំណែកឯ Leto Atreides វិញទោះជាចង់ឬក៏មិនចង់ក៏ដោយគាត់នឹងក៏ទទួលបញ្ជារបស់អធិរាជផងដែរព្រោះថាបើសិនជាអត់ទេនោះមានន័យថាជាជនក្បត់និងប្រកាសសង្គ្រាមជាមិនខានហើយចំពោះ Paul Atreides វិញទោះជាគាត់នឹងអត់សូវមាត់កក៏ដោយ Paul គឺតែងតែគេងស្មើស្មៃទៅដល់ភព Arrakis ជានិច្ចជាពិសេសនោះគឺបានឃើញនារីចម្លែកម្នាក់លេចមកក្នុងក្តីសុបិនរបស់គាត់នៅក្នុងល្ងាចមួយលោកមេតបម្នាក់ឈ្មោះថា Gurney Halleck ក៏បានធ្វើដំណើរមកជួប Paul ដើម្បីបង្វឹកក្បាច់គុណនិងប្រើប្រាស់អាវុធផ្សេងៗហើយមនុស្សប្រយុទ្ធម្នាក់ៗហ្នឹងគឺត្រូវការពាក់សៀលឬក៏ខែលដើម្បីការពារខ្លួនហើយខែលមួយនេះគឺបង្កើតឡើងមកដើម្បីការពារគ្រាប់កាំភ្លើងឬក៏ការវាយប្រហារផ្សេងៗរួចដើម្បីអាចសម្លាប់នរណាគេម្នាក់ដែលមានខែលបានអ្នកប្រយុទ្ធនឹងគឺត្រូវតែប្រើដាវឬក៏កាំបិតនិងធ្វើការចាក់ចូលយឺតបានចូលកើតហើយបើសិនជាកាប់លឿនគឺមិនអាចឆ្លងកាត់ខែលនឹងនោះទេហើយនៅពេលដែលវាយប្រយុទ្ធចាក់ក្បាច់គុណគ្នាចុះឡើង Paul Atreides នឹងក៏ហាក់ដូចជាស្មើដៃជាមួយនឹងគ្រូរបស់ខ្លួន Gurney Halleck ម្នាក់នេះដោយពួកគេនឹងគឺសិតតែអាចប្រើកាំបិតចាក់ចូលយឺតទម្លុះនៅរបាំងការពារដ៏សៀលកើតរួចបន្ទាប់ពីវឹកហាត់ Gurney ក៏បានធ្វើការរំលឹកប្រាប់ Paul Atreides សារជាថ្មីថាពួក Harkonnen នឹងគឺជាសត្រូវស៊ូពូជាមួយនឹងគ្រួសារស្ដេចត្រាញ់ Atreides របស់ពួកគេរួចពួកវានឹងម្នាក់ៗគឺសាហាវព្រៃផ្សាយខ្លាំងមែនទែនហើយពួកគេនឹងគឺត្រូវតែត្រៀមខ្លួនជានិច្ចបន្តមកទៀតយើងក៏បានកាត់មកកាន់ភព Giedi Prime វិញម្ដងដែលជាកន្លែងនៃស្ដេចត្រាញ់គ្រួសារ Harkonnen ដែលជាពួកអាក្រក់រួចយើងក៏បានណែនាំមកស្គាល់ Baron Harkonnen ដែលជាមេដឹកនាំគេផងដែរហើយនឹងគឺមានមាឌធាត់ខ្លាំងមែនទែនហើយដើម្បីអាចផ្លាស់ទីគាត់នឹងគឺមានម៉ាស៊ីនពិសេសជួយគាត់ផ្លាស់ទីទៅមុខទៅក្រោយឬក៏ហោះចុះឡើងរួចយើងក៏បានរកឃើញផងដែរថាកាលដែលពួក Harkonnen នឹងគឺសុកចិត្តរើអេវ៉ាន់ចេញពីភព Arrakis រីឯស្ដេចអធិរាជគឺបានប្រគល់ភពមួយនោះឲ្យទៅកាន់គ្រួសារ Atreides ជាអ្នកគ្រប់គ្រងអីហ្នឹងការពិតទៅសិតតែជាល្បិចកលទាំងអស់ចំណែកឯដើមហេតុវិញគឺមកពីស្ដេចអធិរាជនឹងគឺមានភាពច្រណែនឈ្នានីសទៅលើគ្រួសារ Atreides មែនទែនព្រោះតែគេឈ្មោះនិងអំណាចនៃក្រុមគ្រួសារស្ដេចត្រាញ់មួយនឹងគឺចាប់ផ្ដើមកើនខ្លាំងទៅហើយរួចដោយសារតែបែបនេះហើយទើបស្ដេចអធិរាជ Shaddam the Force ក៏ដូចជាក្រុមគ្រួសារស្ដេចត្រាញ់ Harkonnen នឹងគ្រួសារ Atreidesការត្រឡប់មកកាន់ភព Caladan វិញនៅក្នុងយប់មួយក្រុមដូនជី Bene Gesserit នឹងគឺស្រាប់តែធ្វើដំណើរមកទាំងកណ្ដាលយប់រីឯ Lady Jessica ដែលជាប្រពន្ធរបស់ Leto Atreides និងម្ដាយរបស់ Paul វិញគឺមានការភិតភ័យមែនទែនរួចនាងក៏បានដើរទៅជួបកូនប្រុសដែលឲ្យគាត់នឹងគឺភ្ញាក់ទាំងកណ្ដាលយប់ឲ្យរៀបចំខោអាវស្លៀកពាក់ឲ្យស្អាតបាតទៅនិងធ្វើដំណើរទៅជួបជាមួយនឹងដូនជីធំហៅថា The Reverend Mother ដែលជាមេគេនៃក្រុមសាសនាស្រី Bene Gesserit មួយនេះចំណែកឯដូនជីធំនឹងវិញគឺមានឈ្មោះថា Gaius Helen Mohiam ដែលត្រូវជា True Slayer ឬក៏ជាទីប្រឹក្សាផ្ទាល់របស់ស្ដេចអធិរាជក៏ដូចជាគ្រូរបស់ Jessica ផងដែររួចហើយដូនជីធំ The Reverend Mother Helen នឹងក៏បានប្រើប្រាស់ The Voice ទៅលើ Paul ផងដែរបញ្ជាគាត់ឲ្យដើរមកជិតនិងលុតជង្គង់នៅទល់មុខរួចហើយដូនជីធំ Helen ក៏បានប្រាប់ឲ្យ Paul ដាក់ដៃម្ខាងរបស់គាត់ចូលក្នុងប្រអប់នៅគៀននេះ
រួចភ្លាមនោះ Helen ក៏បានបញ្ចេញមកជុលពឹសមួយមកដាក់ភ្ជង់នៅនឹងករបស់ Paul ផងដែរហៅថា Gom Jabba រួចគាត់ក៏បាននិយាយថាបើសិនជា Paul ហ៊ានដកដៃចេញពីប្រអប់គាត់នឹងគឺនឹងយក Gom Jabba ចាក់កសម្រាប់ Paul ចោលហើយនេះគឺជាការតេស្តសាកល្បងការគ្រប់គ្រងខ្លួនឯងរបស់ Paul ដោយសារតែនៅក្នុងប្រអប់នឹងធ្វើឲ្យដៃរបស់ Paul មានការឈឺចាប់ខ្លាំងមែនទែនហើយបើសិនជា Paul បណ្ដោយខ្លួនតាមញៀនរបស់សត្វធាតុប្រកាសជាដកដៃចេញហើយបើសិនជា Paul នឹងគឺជាមនុស្សពិតប្រាកដនៅមានកម្លាំងចិត្តខ្លាំងក្លាគាត់នឹងប្រកាសជាអាចគ្រប់គ្រងដៃខ្លួនឯងបានទោះជាមានភាពឈឺចាប់ប៉ុណ្ណាក៏ដោយក៏មិនព្រមដកចេញពីប្រអប់នោះទេចំណែកឯ Jessica វិញឥឡូវនេះគឺកំពុងតែឈរមាត់ទ្វារនិងមានភាពភ័យខ្លាចទៅលើសុវត្ថិភាពរបស់កូនប្រុសមែនទែនហើយ Jessica នឹងក៏បានទន្ទិញមេសូតផងដែរថាកុំឲ្យខ្លាចដោយសារតែភាពភ័យខ្លាចនឹងហើយគឺជាសត្រូវអាវុធសម្រាប់ផ្លូវចិត្តចំណែកឯ Paul វិញគឺពិតជាមានការឈឺចាប់មែនទែនស្រក់ទឹកភ្នែកផងអីផងហាក់ដូចជាដៃរបស់គាត់នឹងគឺត្រូវភ្លើងឆេះអញ្ចឹងប៉ុន្តែទោះជាយ៉ាងណាដោយសារតែកម្លាំងចិត្តរបស់ Paul នឹងគឺខ្លាំងក្លាគាត់នឹងគឺពិតជាអាចគ្រប់គ្រងខ្លួនឯងបាននិងមិនព្រមដកដៃចេញពីប្រអប់ឡើយហើយ Paul ក៏បានឆ្លងកាត់ការតេស្តសាកល្បងកុំច្បាស់នេះបានជោគជ័យផងដែររក្សាជីវិតខ្លួនឯងហើយដូនជីធំ The Reverend Mother នឹងក៏បានសួរនេះសួរនោះតាក់ទងនឹងក្តីស្មើសម័យរបស់ Paul ផងដែរបន្ទាប់មកគាត់ជាមួយនឹងគ្នា Bene Gesserit ផ្សេងទៀតក៏ធ្វើដំណើរចាកចេញទៅរួចក្នុងពេលដែលជួនដំណើរដូនជីធំក៏បានស្ដីឲ្យ Jessica ផងដែរព្រោះថាគាត់នឹងគឺបញ្ជាឲ្យ Jessica មានតែកូនស្រីប៉ុណ្ណោះហើយសមាជិក Bene Gesserit ម្នាក់ៗនឹងគឺអាចគ្រប់គ្រងគ្រឿងក្នុងរបស់ខ្លួនឯងបានចង់មានកូនស្រីឬក៏កូនប្រុសតាមចិត្តនិយាយទៅគោលបំណងរបស់ដូនជីធំនឹងគឺឲ្យ Jessica មានកូនស្រីហើយកូនស្រីរបស់ Jessica នឹងគឺនឹងមានកូនប្រុសម្នាក់ហើយបើសិនជាតាមការរៀបចំទុកជាច្រើនរយច្រើនពាន់ឆ្នាំមកនេះកូនប្រុសម្នាក់នោះហើយគឺនឹងក្លាយទៅជា Kvezet Haderach ដែលជាបុគ្គលទំនាយពីបុរាណកាលម្នាក់ថានឹងដឹកនាំមនុស្សជាតិទៅកាន់អនាគតដ៏ភ្លឺស្វាងប៉ុន្តែ Lady Jessica នឹងគឺមិនព្រមស្ដាប់បញ្ជានិងបង្កើតកូនប្រុសទៅវិញនិងមានកូនចិត្តថា Paul Atreides កូនប្រុសរបស់ខ្លួននឹងហើយគឺជា Kvezet Haderach ម្នាក់នោះចំណែកឯ Paul Atreides វិញក៏លួចស្ដាប់កិច្ចសន្ទនារបស់ Jessica និង Reverend Mother ផងដែរអញ្ចឹងហើយទើប Jessica ក៏បានបញ្យល់បន្ថែមប្រាប់ទៅកាន់ Paul តែម្ដងថាក្រុម Bene Gesserit នឹងគឺបានធ្វើការជាសម្ងាត់រាប់ពាន់ឆ្នាំហើយរៀបចំឆ្លងខ្សែរាជវង្សពីមួយទៅមួយទៀតក្នុងគោលបំណងបង្កើត Kvezet Haderach ឬក៏ The One ហើយ Kvezet Haderach នឹងគឺហាក់ដូចជាអតីតបញ្ចឹងមានសមត្ថភាពមើលឃើញអតីតកាលបច្ចុប្បន្នអនាគតឆ្លងអវកាសក្នុងពេលតែមួយហើយ Jessica នឹងគឺជឿថា Kvezet Haderach គឺជាកូនប្រុសរបស់ខ្លួន Paul Atreides ម្នាក់នេះមួយរយៈខ្លីក្រោយមកគ្រួសារ Atreides ក៏បានចាប់ផ្ដើមធ្វើដំណើរទៅដាក់ទីតាំងរស់នៅលើភពខ្សាច់ Arrakis ហើយម្នាក់ៗនេះគឺហាក់ដូចជារៀងប្រតិកម្មនឹងពិបាកសម្របខ្លួនមែនតើដោយសារតែនៅលើភព Caladan នឹងគឺជាភពទឹកសម្បូរទៅដោយសមុទ្រនិងភ្លៀងរីឯភព Arrakis នេះគឺមានតែខ្សាច់និងកម្ដៅដ៏ក្ដៅហួតហែងហើយនៅលើភព Arrakis នឹងក៏មានទីក្រុងមួយដែលបានកសាងឡើងមកហៅថា Arrakeen សម្រាប់ស្ដេចត្រាញ់ដែលមករស់នៅលើនេះឲ្យមានសុវត្ថិភាពការពារពីព្យុះខ្សាច់ក៏ដូចជាដង្កូវយក្សធំៗរួចនៅពេលដែលដើរទៅនឹងក៏មានប្រជាពលរដ្ឋខ្លះដែលរស់នៅក្នុងទីក្រុង Arrakeen នៅលើភព Arrakis មួយនេះបាននាំគ្នាហៅ Paul Atreides ថា Lisan al-Gaib ហើយ Lisan al-Gaib នឹងគឺមានន័យថា The Voice from Outer World ដែលវានឹងគឺសំដៅលើបុគ្គលម្នាក់ដែលជាប់ទំនេរពីបុរាណកាលថានឹងធ្វើដំណើរមកកាន់ភព Arrakis នេះនិងជួយកែប្រែភពទាំងមូលហើយ Lady Jessica ក៏បានបញ្យល់កូនប្រុសផងដែរថាការងាររបស់ក្រុមដូនជីស្រី The Bene Gesserit នឹងគឺមានកំឡុងកាលជាច្រើនរយច្រើនពាន់ឆ្នាំមកហើយពួកគេនឹងគឺបានបន្សល់ទុកនៅគំនិតក៏ដូចជាទំនាយព័ត៌មានពីបុរាណកាលមកថាក្នុងពេលណាមួយគឺនឹងមានវីរបុរសមកជួយសង្គ្រោះក្រុមជនជាតិភាគដើម Fremen នៅលើភព Arrakis នេះហើយបើតាមការរៀបចំទុកពីយូរលង់ណាស់មកហើយអាពាក្យដំណាលតគ្នានឹងគឺនាំផ្លូវមកកាន់ Paul Atreides ចំណែកឯ Lady Jessica វិញក៏ធ្វើដំណើរទៅជ្រើសរើសអ្នកបម្រើផ្ទាល់ខ្លួនហើយគាត់នឹងក៏បានចាប់អារម្មណ៍ទៅលើស្ត្រីម្នាក់ផងដែរដែលមានឈ្មោះថា Shadowmap រួចដោយសារតែ Lady Jessica នឹងគឺជាសមាជិក Bene Gesserit និងមានសមត្ថភាពពិសេសគាត់នឹងក៏បានដឹងថាស្ត្រីម្នាក់នេះគឺមានលេខអាវុធជាប់ខ្លួនចំណែកឯស្ត្រីឈ្មោះថា Shadowmap ម្នាក់នោះក៏បានប្រាប់ទៅវិញថាអាវុធមួយនេះគឺមិនមែនយកមកធ្វើឃាតឬក៏យកមកលួចវាយប្រហារអីឡើយតែគាត់
យកវាជាកាដូសម្រាប់ Lady Jessica ពលគឺដោយសារតែគាត់នឹងក៏ជាមនុស្សម្នាក់ដែលមានជំនឿលើទំនាយពីបុរាណកាលថា Lady Jessica និងកូនប្រុស Paul Atreides នេះហើយគឺជា Lisan Al-Gaib ឬក៏វរៈបរោះជួយសង្គ្រោះភពពួកគេនឹងហើយអាវុធដែលជាកាដូនឹងគឺហៅថា Chris Knife ដោយវានឹងគឺធ្វើចេញពីចង្កូមរបស់ដង្កូវយក្ស Shai-Hulud ចំណែកឯ Paul Atreides វិញក្នុងពេលដែលអង្គុយមើលវីដេអូឯកសារតាក់ទងនឹងភព Arrakis នេះគាត់នឹងក៏បានចាប់អារម្មណ៍ឃើញកូនអាវុធសម្ងាត់តូចមួយហោះចូលក្នុងបន្ទប់នេះហើយ Paul ក៏បានស្គាល់ថាកូនគ្រឿងយន្តតូចមួយនឹងគឺយកមកសម្រាប់លួចធ្វើឃាតគាត់នឹងឯងដោយវានឹងគឺនឹងវាយប្រហារអ្វីមួយដែលផ្លាស់ទីចឹងហើយ Paul ក៏ឈរនៅឡើងស្ងៀមត្រឹងតែម្ដងហើយចៃដនអីស្ត្រីបម្រើឈ្មោះថា Sadon Map គឺបានដើរចូលមកក្នុងបន្ទប់របស់ Paul រីឯអាវុធសម្ងាត់នឹងក៏បានស្ទុះហោះទៅរកសម្លាប់គាត់ប៉ុន្តែសម្លឹងល្អ Paul នឹងក៏បានយកដៃទៅចាប់កំទេចវាបានរួចពួកគេក៏បានរកឃើញថាមានទាហាន Harkonnen ម្នាក់បានលាក់ខ្លួននៅក្នុងជញ្ជាំងដើម្បីបញ្ជាអាវុធសម្ងាត់នេះមកសម្លាប់ Paul ប៉ុន្តែការលួចធ្វើឃាតនេះគឺមិនបានជោគជ័យទេរីឯអាមួយទាហាន Harkonnen នឹងក៏ស្លាប់នៅក្នុងជញ្ជាំងនឹងដែរត្រឡប់មកកាន់ភពរបស់ពួក Harkonnen វិញម្ដងមេដូនជីធំឬក៏ The Reverend Mother Helen នឹងក៏បានដើរមកនិយាយជាមួយនឹង Baron Harkonnen ផងដែរព្រោះថា Harkonnen ក៏ដូចជាអធិរាជនឹងគឺរៀបល្បិចគ្នាដើម្បីលួចវាយប្រហារ House Atreides ហើយ The Reverend Mother ក៏បានប្រាប់ថានៅពេលដែលវាយប្រហារហើយពួកគេនឹងគឺត្រូវតែទុកជីវិតឲ្យ Lady Jessica និងកូនប្រុសរបស់នាង Paul Atreides ចំណែកឯ Baron Harkonnen វិញក៏បាននិយាយថាយល់ព្រមផងដែរប៉ុន្តែនៅពេលដែល Reverend Mother ធ្វើដំណើរចាកចេញទៅ Baron ក៏បាននិយាយជាមួយនឹងកូនចៅរបស់គាត់ថាខ្លួននឹងសន្យាថាមិនសម្លាប់ Lady Jessica និង Paul Atreides នោះទេប៉ុន្តែបើសិនជាយកពូននឹងទៅទុកចោលនៅកណ្ដាលវាលខ្សាច់ទៅវាលហោរដ្ឋាននៅលើភព Arrakis នេះប្រកាសជាសម្លាប់ពួកគេជាមិនខានត្រឡប់មកកាន់ភព Arrakis វិញលោកមេតបឈ្មោះ Duncan Idaho ក៏បានធ្វើដំណើរទៅរាយការណ៍ប្រាប់គ្រួសារ Atreides ផងដែរថាមួយរយៈខ្លីមកនេះគាត់នឹងគឺបានរស់នៅជាមួយនឹងជនជាតិភាគដើម The Freemen រួចឥឡូវនេះ Duncan Idaho ក៏បាននាំមេដឹកនាំនៃពួកជនជាតិភាគដើម The Freemen ម្នាក់ឈ្មោះ Stilgar ធ្វើដំណើរមកជួបជាមួយនឹង Leto Atreidesរួចគ្រាន់តែឃើញមុខភ្លាមអាមួយ Stilgar ក៏បានស្ដោះទឹកមាត់ចេញមកផងដែរនឹងធ្វើឲ្យលោកមេតប Gurney នឹងរវាយគ្នាទៅហើយប៉ុន្តែពេលនោះ Duncan Idaho ក៏បានខាត់តន់នឹងបញ្យល់ថានៅលើភព Arrakis នេះនឹងជួបជា Freemen នឹងទឹកគឺពិតជាមានតម្លៃខ្លាំងមែនទែនហើយកាលដែលស្ដោះទឹកមាត់នេះគឺមិនមែនជាការមើលងាយអីនោះទេប៉ុន្តែគឺជាការគោរពទៅវិញដោយមានន័យថាបុគ្គលនឹងបានបោះបង់ទឹកនៅក្នុងខ្លួនឲ្យទៅកាន់បុគ្គលម្នាក់ទៀតចំណែកឯ Leto Atreides ក៏បានស្ដោះទឹកមាត់ដាក់វិញផងដែរបង្ហាញពីការគោរពដូចគ្នារួច Leto Atreides ក៏បាននិយាយចរចាគ្នាជាមួយនឹង Stilgar ដែលជាមេដឹកនាំជនជាតិភាគដើម Freemen នឹងថាគ្រួសារ Atreides របស់គាត់នឹងគឺមិនមែនអាក្រក់ដូចជាពួក Harkonnen ឡើយព្រោះថាគាត់នឹងគឺទទួលបញ្ជាពីអធិរាជដើម្បីប្រមូលផល Spice ហើយក៏មិនមានបំណងចង់ទៅឆ្លោះតតាំងគ្នាជាមួយនឹងពួកជនជាតិភាគដើម The Freemen ដែរហើយដោយសារតែបែបនេះហើយទើប Stilgar ក៏បាននិយាយថាឲ្យទីតាំងមួយចំនួនដែល Leto Atreides អាចទៅប្រមូលផល Spice បាននិងជាពិសេសនោះគឺកុំនាំរឿងឬក៏រាតត្បាតទៅដល់តំបន់ដែលពួក Freemen គ្រប់គ្រងឲ្យសោះបន្តមកទៀតគ្រួសារ Atreides ក៏បានធ្វើដំណើរទៅជួបជាមួយនឹងអ្នកធ្វើការទូតម្នាក់ឈ្មោះ Dr. Kainis ហើយនាងនឹងគឺជាអ្នកជំនាញធ្វើការនៅលើភព Arrakis នេះ20ឆ្នាំមកហើយក៏ត្រូវបានជនជាតិភាគដើម The Freemen អនុញ្ញាតឲ្យរស់នៅជាមួយផងដែរហើយ Dr. Kainis ក៏បានយកខោអាវពិសេសហៅថា Steel Suit ដែលពួក Freemen អ្នកបង្កើតមកឲ្យទៅកាន់ Leto Atreides និងក្រុមការងាររបស់គាត់ដោយវានឹងគឺជាខោអាវពិសេសសម្រាប់រក្សាជាតិទឹកក្នុងខ្លួនពលគឺថានៅពេលដែលបែកញើសឬក៏ឈឺនោមអីទៅអាខោអាវនឹងគឺនឹងកែប្រែទឹកទាំងនោះទៅជាទឹកស្អាតសម្រាប់ផឹកចូលទៅក្នុងខ្លួនវិញហើយបើសិនជាអត់មានខោអាវពិសេសនេះទេគឺគ្មាននរណាអាចរស់នៅលើវាលខ្សាច់ Arrakis នេះបានលើសពី2ម៉ោងឡើយគឺនឹងស្លាប់ជាមិនខានហើយក្នុងចំណោមគ្រួសារ Atreides នឹងគឺអត់មានពីណាគេអាចពាក់ឈុតនេះបានត្រឹមត្រូវឡើយទាល់តែ Dr. Kainis ជាអ្នកជួយរៀបចំពលគឺថាមានតែ Paul Atreides ម្នាក់គត់ទើបតែពាក់ឈុតពិសេស Steel Suit លើកដំបូងគាត់នឹងគឺពាក់វាឡើងល្អ perfect ទៅហើយហាក់ដូចជាធ្លាប់ពាក់100ដ
ងអញ្ចឹងរីឯដុកទ័រ Kainis ក៏បានលួចនិយាយតែម្នាក់ៗឯងផងដែរថាវានឹងគឺដូចជាទំនាយពីបុរាណកាលពិតមែនរួចបន្តមកទៀតតាមការបញ្ជាដុកទ័រ Kainis ក៏បាននាំ Leto Atreides ក៏ដូចជាកូនចៅរបស់គាត់នឹងធ្វើដំណើរទៅកណ្ដាលវាខ្សាច់ដល់កន្លែងម៉ាស៊ីនជីករ៉ែស្វែងរកស្បៃនៅលើភព Arrakis នេះរួចនៅពេលទៅដល់ដុកទ័រ Kainis ក៏បានបញ្យល់ថាម៉ាស៊ីនបូមស្បៃទាំងនេះគឺបូមបានតែមួយផ្លែតតែប៉ុណ្ណោះព្រោះថាដង្កូវខ្សាច់យក្សធំដែលរស់នៅលើភព Arrakis នេះប្រកាសជាមករោរឿងជាមិនខានហើយដង្កូវមួយគឺពិតជាធំមែនទែនខ្លះគឺអាចមានប្រវែងដល់400-500 ម៉ែត្រឯណោះហើយពួកគេនឹងក៏មានឧបករណ៍យោងពិសេសសម្រាប់ការពារម៉ាស៊ីនផងដែរនៅពេលដែលដង្កូវយក្សបង្ហាញខ្លួនមករួចមិនទាន់និយាយផុតពីមាត់ផងដង្កូវយក្សធំមួយក៏ចាប់ផ្ដើមធ្វើដំណើរមកហើយរីឯកម្មករដែលធ្វើការនៅលើម៉ាស៊ីនបូមស្បៃវិញក៏បានហៅឧបករណ៍យោងមកជួយពួកគេផងដែរប៉ុន្តែសំណាងអាក្រក់អីអាឧបករណ៍យោងនឹងគឺស្រាប់តែដាច់ខ្សែរួចក្រោយពីឃើញបែបនឹងភ្លាម Leto Atreides ក៏បានបញ្ជាកូនចៅឲ្យជិះយន្តហោះកន្ទោងរុយរបស់ពួកគេចុះចតនិងតាក់ទងទៅកាន់កម្មករដែលធ្វើការនៅក្នុងម៉ាស៊ីននឹងឲ្យបញ្ញាប់ចេញមកទាំងអស់គ្នាមកនិងឡើងជិះយន្តហោះកន្ទោងរុយរបស់ពួកគេចំណែកឯ Paul Atreides ក៏ត្រូវបានឪពុកនឹងបញ្ជាគាត់ឲ្យចុះទៅក្រោមដើម្បីជួយនាំកម្មករឡើងទៅលើកន្ទោងរុយប៉ុន្តែគ្រាន់តែនៅពេលចេញមកភ្លាមសារជាតិស្បៃនៅក្នុងខ្សាច់នឹងក៏បានប៉ើងចូលមកជ្រាបក្នុងខ្លួនរបស់ Paul ហើយស្បៃទាំងនោះក៏បានធ្វើឲ្យសមត្ថភាពពិសេសនៅក្នុងខ្លួនរបស់ Paul នឹងចាប់ផ្ដើមចេញមកហើយរួចស្របពេលនោះដែរដង្កូវយក្សក៏បានបង្ហាញមាត់និងចង្កូមរបស់វាមកធ្វើការខាំស៊ីម៉ាស៊ីនបូមស្បៃចូលទៅក្នុងប៉ុន្តែសំណាងល្អកម្មករម្នាក់ក៏ដូចជាគ្រួសារ Atreides នឹងគឺបានឡើងយន្តហោះកន្ទោងរុយរបស់ពួកគេនិងហោះចេញមានសុវត្ថិភាពហើយរួចបន្ទាប់ពីត្រឡប់មកដល់ទីក្រុងវិញហើយ Lady Jessica ក៏បានយក Paul ឲ្យទៅកាន់ដុកទ័រ Yui ពិនិត្យមើលសុខភាពរួចដុកទ័រ Yui ក៏បាននិយាយថា Paul នឹងគឺពិតជាប្រតិកម្មជាមួយនឹង Spice មែនទែនប៉ុន្តែបើតាមគាត់ពិនិត្យមើលទៅគឺហាក់ដូចជាមិនមានប៉ះពាល់ដល់សុខភាពរបស់ Paul ឡើយរីឯ Paul វិញក៏បាននិយាយពីអ្នកម្ដាយផងដែរថាគាត់ដឹងខ្លួនរឿងដែល Spy នឹងគឺបានធ្វើឲ្យសមត្ថភាពពិសេសរបស់គាត់នឹងគឺកាន់តែច្បាស់ទៅហើយវិញ្ញាណរបស់ Paul នឹងក៏ចាប់ផ្ដើមមើលឃើញអនាគតកាន់តែច្បាស់ទៅដែរហើយអនាគតរបស់ Paul នឹងគឺហាក់ដូចជាជាប់តាក់ទងជាមួយនឹងមនុស្សស្រីភ្នែកខៀវដែលជាជនជាតិ Freeman ម្នាក់មែនទែនហើយ Paul នឹងក៏បានសម័យឃើញផងដែរថា Lady Jessica គឺនឹងមានកូនស្រីម្នាក់ទៀតរួចហើយក៏ធ្វើ Lady Jessica នឹងគឺពិតជាភ្ញាក់ផ្អើលមែនទែនថាសូម្បីតែនាងផ្ទាល់ដែលជាសមាជិក Bene Gesserit នឹងក៏មិនសូវជាទាន់ច្បាស់រឿងកូនក្នុងផ្ទៃដែរដោយសារតែទើបចាប់កំណើតបានពី3អាទិត្យប៉ុណ្ណោះប៉ុន្តែ Paul នឹងគឺសម័យឃើញទុកមុនទៅហើយថា Lady Jessica នឹងគឺនឹងមានកូនស្រីម្នាក់រួចភ្នែករបស់ពួកគេនឹងគឺឡើងពណ៌ខៀវដោយសារតែឥទ្ធិពលនៃ Spice បន្តមកទៀតយើងក៏បានកាត់មកកាន់ភពមួយហៅថា Salusa Secondos ដែលវានឹងគឺជាទីតាំងបង្វឹកកងទ័ពរបស់អាថេរៀងដែលកងទ័ពទាំងនោះហៅថា Saduka ហើយសមាជិក Saduka ម្នាក់នឹងគឺពិតជាកំពូលកងទ័ពមានសមត្ថភាពខ្លាំងអស្ចារ្យមែនទែនជាមួយនឹងការវឹកហាត់ដ៏សាហាវរួចដោយសារតែអាថេរៀងនិងស្ដេចត្រៃ Harkonnen នឹងមានគម្រោងទៅវាយប្រហារពួក Atreides ដូច្នេះហើយទើបគាត់ក៏បានបញ្ជូនកងទ័ព Saduka ជាច្រើនទៅជំនួយការងាររបស់ពួក Harkonnen ផងដែរបន្តមកទៀតយប់នៃការវាយប្រហារក៏បានមកដល់ហើយនៅក្នុងក្រុមការងាររបស់គ្រួសារ Atreides នឹងក៏មានជនក្បត់ម្នាក់ផងដែរហើយជនក្បត់ម្នាក់ហ្នឹងគឺ Dr. Yui រួច Dr. Yui នេះក៏បានទៅបិទប្រព័ន្ធខែលសៀលការពារជុំវិញទីក្រុង Arrakis មួយនេះនិងផ្ដល់ឱកាសឲ្យពួក Harkonnen ចាប់ផ្ដើមវាយប្រហារចូលមកចំណែក Leto Atreides វិញក៏ហាក់ដូចជាបានឮសំឡេងប្លែកៗនឹងដើរចេញមកក្រៅមើលហើយគាត់ក៏ត្រូវបាន Dr. Yui បាញ់អាវុធសម្ងាត់មួយទៅត្រូវខ្នងធ្វើឲ្យដួលសន្លប់ឈឹងចំណែកឯលោកមេទ័ពធំ Gurney Halleck វិញនៅពេលឃើញថាមានសត្រូវចូលវាយប្រហារមកហើយ Gurney ក៏បានដឹកនាំកងទ័ពទៅវាយទប់ទល់វិញដូចគ្នាហើយប្រកាសណាស់ដោយសារតែការវាយប្រហារនេះគឺវាភ្លាមនឹងសម្រាយខ្លាំងពេកទើបកងទ័ព Atreides នឹងគឺមិនអាចត្រៀមខ្លួនរួចរាល់ដើម្បីទប់ទល់ជាមួយនឹងពួក Harkonnen ឡើយហើយរឿងដ៏កាន់តែធំនោះគឺថាពួក Harkonnen នឹងត្រូវបានទទួលជំនួយពីកងទ័ព Saduka របស់
อาเทรียเตียนโดยเฉพาะให้เติบการสำลับโรงเกลแต่เลือกองตัวอัลเทรดิสกับบานจับประดามการล้างตรำแต่หมวยหยุบปนเอาจำนายดรยูอีเวงกับบานใหญ่จมูกนังเลโตอัลเทรดิสได้เจสดัดตรังระบาคลุนพองได้ให้ก็อะไรคือตราวัดสมงัดพิเศษอันมีกำลังกำแพงขนองคลุนเล่าแต่มีสมาร์ทไลซอติดด้วยรวยดรยูอีกับบานสมตัวคลังแมนเทนจมปูหอมเปือกระบอดมุยนี่ปันแต่ก่อนนั่นคือเปิดเชียร์ขมิ้นจมเรือไอเล่าโดยซาแต่ผู้หาคนนั้นคือบานจับจมรัดปรบปนระบากวดวานน่าให้ดำไปอาช่วยสกรูชีวิตประปนบ้านดรยูอีนั่นคือเตอแต่เฟื่อเชียร์ชนขบอดขนองกรุษาเทรดิสนี่ให้ดรยูอีกับบานบันแทมทากวนั่นคือหนึ่งเชียเยี่ยมช่วยสังกรูพอได้จีโกนเพราะระบาเลโตไอบ้านเรื่อยกวดกับบานโดเชียนเชียนกรุษาเทรดิสระบาเลโตตกพองได้ทาสำหรับออยพอลให้มันแต่ปนโนดรยูอีกับบานปรับแต่การเลโตทากวนั่นคือมีวิธีมุ้ยได้เลโตนั่นคือไอสำหรับแบรอนหาคนนั้นบ้านให้ดรยูอีนั่นกับบานดะทมิงปื้อมุ้ยโจแต่ขนมมอระบาเลโตเรื่อยกวดกับบานปราบทาเนเปเดเลโตมีนเอาการใหญ่ขี้จมูกนังแบรอนหาคนนั้นเลโตนั่นคือเตอแต่คอมปรังคามทมิงนังอ่อยใบนังพลอมจอจิงเมาให้จอนู้คือนังคลายเตอเชียทนามปื้อไอสำหรับแบรอนหาคนนั้นบ้านในขนมเปนูได้เยอะกับบานคือโลเมตัวดังคันไอเดโฮกอมปงไตประโยชน์ขี้จมูกนังปัวซาดูคาให้ตัวเชียปัวซาดูคานั่นคือมีตักได้คลางยานาก็ได้ปนไตเนเปเดป้าจมูกนังดังคันไอเดโฮสมใบแต่ปรามประมวยเนี้ยก็ตราบ้านดังคันไอเดโฮสมลาบมาดองมวยแต่งอ้อให้ดังคันกับบานปรญามรถเตอการบรรทุกระบบพอลเทรดิสปนไตก็รอเคยทาพอลนั่นคือบานบัดคลวนเตอให้ดาวซาแต่ปูตะเฮียนหาเขานั้นคือบานจับคลวนระบบพอลหนึ่งเจสิกาโยเตอร์ใหญ่เตอร์ดาวซาแต่ปูหาเขานั้นนั่นคือบานซอนยาจมูกยังโดนชีทมเดเรวรันมาเดอหายทาปูเกนั่นคือมันสำหรับเลดี้เจสิกาหนึ่งพอลนู่นเต้ปนไตปูเวียนั่นคือมีกลุ่มรออักระมันเต้นดาวจับเนี่ยตั้งปีเตอร์เปิดเลยเนกันดาลวิลไซด์เนคางไกรนั่งตกเอาดองเกยเจาะทมสีปูเกนั่งเองโดยดาวซาแต่ปูเวียนั่นคือดังทาเลดี้เจสิกาคือเจียเบเนเจอร์สเรตในมีสมาร์ทเพียปีเซจังไฮปูเกนั่นคือบานจองมัวระบอเลดี้เจสิกาจ้วมคลาดนี้นั่นคือปลาย power the voice โดยมันตายเป็นโนปัวโรคจัดอย่างนี้ก็มีบ่มน้องจองรวมรูปเลดี้เจสิกาพองได้ปนตายไว้ได้ปูเวียมันดังนู้คือทาเลดี้เจสิกาบานบังเรียนสมาร์ทเพียบ the voice เตอการโกงโปรระบอคล้วนพอลให้พอลกับบานปลายสมาร์ทเพียบ the voice นั้นบัญชีไอปูเวียดอกกันนัดจองมัวระบอเลดี้เจสิกาเจงให้เนเปได้ในใหญ่เลยนะบ้องเกิดมีประสิทธิภาพหลายนังเตอร์บานซีมาได้ระบอปูตะเฮียนแต่นูเตียนปนตายเนเปได้พอลประดอนอารมณ์นังสไลในใหญ่ซาเชตไหมปูตะเฮียนนั่งก็เตอร์บาน power the voice กรบกรองคล้วนนั่งเตอร์ดอกกันนัดรุมมัวระบอเลดี้เจสิกาเจงรวยกรอนตายเลดี้เจสิกาในใหญ่ตายมวยมันก็ปราบ power the voice บัญชีไอปูนี้จะสำหรับคณีไอแต่งอ้อปตอมอายุนหอกกันตุมรวยระบอปูเกนั่งก็บานทะเลเนื้อกันดาลเวียกสัตว์พองได้หายเลดี้เจสิกานังพอลเทรดิสกับบานคองปรังรถสำลังเติมเมลตีกรองอาราเคนแตงมูนังคืนกาไวประหาระบอปูหาเขาเน้นพองได้รีไอกองตัวนังกรัวซาเทรดิสแตงอ้อนังคือประหารจีสลับบัดบองจีเวนกรอมได้ระบอเขาเน้นแต่ให้ตลอดมาการดรยูอีเวงอะไรนี่คือบานจับคล้วนระบอเลโตเทรดิสประกอบเอาแต่การเบรอนหาเขาเน้นโดยจิกาจอจาคณีหายรวยกว่านั่งกับบานสมสไรเพียบระบอประปนคล้วนหายประกอบน่ะแต่จอจาคณีจมูกปูหาเขานั้นนั่งประกอบเจียดบานพอลไอเหลาหายเบรอนมันตรังตายมันดอกเลงประปนระบอดรยูอีนูเต้ปนตายก่อนนั่นคือสำหรับแต่งดรยูอีนั่งประปนระบอ กอดจมวยคเนียเพลียมจำนายอเลโตไว้กับบานจามเปียสมได้ระบดรยูอีหนึ่งบานคำทำไมระบกอดอย่างคลั่งพลมบัญจิงใส่ปูลเมาให้อับใส่ปูลมือนั่งกับบานสมลำเนี่ยกรบคเนียขนมบรรทุกพองได้ตอนแต่สำนายอากระเลือกเลงแต่เบรอนหาคนนั้นมันเนี่ยก้นได้ในรูเรียนมีนชีวิตดาวซาแต่กอดได้คือมีนอุปกรณ์ฮอปีเซ่หนึ่งมาเตอป้วนในกันแรงจงปิดดานเลือตะโปลหนึ่งพองได้ตลอดมาการเชสิกาหนึ่งพอลได้กระปงแต่เตาในกระดาษเวียกสัตว์วิ่งโปเกกับบานเคยกระตามุ้ยในขนมกระตุ้มรวยได้เขาหนึ่งดาวซาแต่ดรยูอีบานบันซอลตกเอาเรื่องในขนมกระตาหนึ่งโปเกกับบานเราเคยเชียนระบบก
គ្រួសារ Atreides សម្រាប់ឲ្យ Paul បន្តពីឪពុកហើយដោយសារតែនៅលើវាលខ្សាច់នេះក៏បានធ្វើឲ្យសារជាតិស្បែកជាច្រើនបានជ្រាបចូលខ្លួនរបស់ Paul សារជាថ្មីហើយ Paul នឹងក៏បានកើនវិញ្ញាណពិសេសសម័យឃើញអនាគតទៀតហើយក្នុងអនាគតរបស់គាត់នឹងក៏សម្លឹងឃើញនារីម្នាក់ដែលជាជនជាតិ Freeman ដដែលហើយជាពិសេសនោះគាត់នឹងក៏បានសម័យឃើញសង្គ្រាមសាសនាដ៏ធំមួយដោយ Paul នឹងគឺខ្លាយទៅជាវីរៈបុរសគោរពបូជាដោយពួកជនជាតិភាគដើម The Freeman ហើយសង្គ្រាមសាសនានឹងក៏រីករាលដាលពីពេញចក្រវាឡទាំងមូលធ្វើឲ្យមនុស្សរាប់រយលាននាក់បានស្លាប់បាត់បង់ជីវិតហើយចំណុចកណ្ដាលនៃសង្គ្រាមដ៏ធំនេះគឺ Paul Atreides នឹងឯងរួចហើយ Paul នឹងក៏មានកំហឹងទៅលើម្ដាយរបស់ខ្លួនក៏ដូចជាក្រុមដូនជី Bene Gesserit ផងដែរដោយសារតែទង្វើរបស់ពួកគេលួចដាំទំនាយពីបុរាណកាលរាប់រយពាន់ឆ្នាំមកបានវានឹងខ្លាយទៅជាលទ្ធផលដោយសពថ្ងៃនេះហើយសង្គ្រាមដ៏ធំក្នុងពេលអនាគតដែលគាត់សម័យឃើញនឹងប្រកាសជាមកដល់ជាមិនខានរួចនៅពេលព្រឹកឡើងមកដល់ Paul និង Jessica ក៏បានឃើញយន្តហោះកន្ទុំរុយមួយហោះមករកពួកគេប៉ុន្តែនេះគឺមិនមែនជាសត្រូវណាឡើយការពិតទៅគឺជា Duncan Idaho ដែលបានរួចរស់ជីវិតពីសង្គ្រាមកាលពីយប់មិញហើយគាត់នឹងក៏បានជំនួយពី Dr. Kainis ផងដែរដែលជាជនជាតិភាគដើម Freeman នឹងមកសង្គ្រោះ Paul និង Jessica រួចពួកគេនឹងក៏បានរកឃើញការពិតដែរថាស្ដេចអធិរាជគឺបានចូលដៃចូលជើងគ្នាជាមួយនឹងពួក Harkonnen ដើម្បីលួចធ្វើស៊ីគ្រួសារ Atreidesទាំងកណ្ដាលយប់រួច Paul Atreides នឹងក៏បានស្បត់សច្ចាថានឹងសងសឹកពួកវាឲ្យអស់បន្តមកទៀត Dr. Kainis ក៏បាននាំពួកគេទាំងអស់គ្នានឹងធ្វើដំណើរទៅលាក់ខ្លួនបណ្ដោះអាសន្ននៅកន្លែងអតីតមន្ទីរពិសោធន៍មួយនៅលើភព Arrakis មួយនេះប៉ុន្តែលាក់ខ្លួននៅទីនោះមិនបានប៉ុន្មានផងកងទ័ព Sardaukar ជាច្រើនក៏ចាប់ផ្ដើមវាយប្រហារចូលមកដូច្នេះហើយទើប Duncan Idaho ក៏បានផ្លាស់ប្ដូរជីវិតខ្លួនឯងខំវាយគ្នាជាមួយនឹងពួក Sardaukar នោះរហូតដល់ស្លាប់ដើម្បីពន្យាពេលវេលាផ្ដល់ឱកាសឲ្យ Paul, Jessica ក៏ដូចជា Dr. Kainis ឡើងយន្តហោះកន្ទុំរុយកិច្ចខ្លួនរួចក្នុងពេលដែលរត់នឹង Dr. Kainis ក៏បាននិយាយការពិតថាគាត់នឹងគឺជាជនជាតិភាគដើម The Freeman ហើយក៏បាននិយាយថាយន្តហោះនឹងគឺជិះបានតែ2នាក់នោះទេសម្រាប់ Paul និង Jessica រីឯគាត់គឺនឹងរកវិធីផ្សេងដើម្បីរត់ចាកចេញពីទីនេះហើយ Dr. Kainis ក៏បានបន្ថែមថាបន្តិចទៀតនឹងគឺនឹងមានព្យុះខ្សាច់ដ៏ធំមួយរួច Paul គឺត្រូវតែបើកយន្តហោះនឹងកម្ពស់ជាង5គីឡូម៉ែត្រឯណោះទើបអាចរួចជីវិតពីព្យុះខ្សាច់នឹងកើតរួចបន្ទាប់ពី Paul និង Jessica ឡើងយន្តហោះចេញទៅបាត់ទៅ Dr. Kainis ក៏បានប្រើឧបករណ៍មួយមកដោតលើខ្សាច់និងដំខ្សាច់ពឹបដោយវានឹងគឺជាសញ្ញាក្នុងការកោះហៅដង្កូវខ្សាច់យក្សឲ្យចេញមករួចហើយ Dr. Kainis ក៏បានត្រៀមតំពួក2នៅនឹងដៃដើម្បីជិះដង្កូវមួយនោះប៉ុន្តែដង្កូវនឹងគឺឈ្មោលមិនទាន់ដល់ផង Dr. Kainis ក៏ត្រូវបានកងទ័ព Sardaukar ចាក់សម្លាប់ខ្លួនពីក្រោយហើយ Dr. Kainis ដែលរៀបនឹងស្លាប់នោះគឺនៅតែខំប្រឹងយកដៃរបស់គាត់ដំខ្សាច់ពឹបទៀតរួចក្នុងពេលនោះដែរដង្កូវខ្សាច់យក្សដ៏ធំក៏បានបង្ហាញខ្លួនមកខំស៊ី Dr. Kainis ក៏ដូចជាពួកកងទ័ព Sardaukar លេបចូលក្នុងពោះទាំងអស់ចំណែកឯ Paul ជាមួយនឹង Jessica វិញកំពុងតែជិះកន្ទុំរុយនឹងត្រូវបានពួក Sardaukar ដេញបាញ់សម្លាប់ដូច្នេះហើយដើម្បីគេចខ្លួន Paul ក៏បានបើកកន្ទុំរុយបុកចូលទៅក្នុងព្យុះខ្សាច់តែម្ដងហើយក៏បានទាញចង្កូតឡើងទៅលើដោយអ្វីដែល Dr. Kainis បានប្រាប់ប៉ុន្តែកន្ទុំរុយនឹងគឺមិនអាចទប់ទល់នឹងកម្លាំងខ្លាំងក្លារបស់ព្យុះខ្សាច់ឡើយហើយនៅពេលនោះដែរ Paul ក៏បានសម័យឃើញអនាគតពីបរិសុទ្ធជនជាតិ Freeman ម្នាក់ឈ្មោះថា James និយាយប្រាប់គាត់ថា Paul នឹងគឺត្រូវតែបន្ទន់ខ្លួននិងបណ្ដោយតាមលំហូរនៃវាលខ្សាច់ដូច្នេះហើយ Paul ក៏បានប្រឡែងចង្កូតនិងតោងខ្សែក្រវ៉ាត់សុវត្ថិភាពហើយក៏បានបណ្ដោយឲ្យកន្ទុំរុយនេះហោះហើរកលាប់ចាក់តាមព្យុះខ្សាច់នឹងទៅហើយបន្ទាប់ពីព្យុះខ្សាច់នឹងរៀងស្ងប់បន្តិចហើយ Paul ក៏បានបើកកន្ទុំរុយហោះចាក់ចេញយ៉ាងមានសុវត្ថិភាពហើយស្ថានភាពយន្តហោះនឹងគឺខូចខ្ទេចហើយមិនអាចបើកទៀតនោះទេហើយទើបបន្ទាប់មក Paul ជាមួយនឹង Jessica ក៏បាននាំគ្នាស្លៀកពាក់ឈុត Steel Suit ដែល Dr. Kainis ប្រគល់ឲ្យនិងធ្វើដំណើររកទីជម្រករបស់ពួក Freeman នៅលើវាលខ្សាច់នេះហើយដោយសារតែវាលខ្សាច់នេះគឺជាតំបន់នៃដង្កូវយក្សរស់នៅពួកគេនឹងគឺមិនអាចដើរធម្មតាបាននោះទេដោយវាគឺជាការដើរធ្វើតាមរំញ័រលំហូរនៃខ្សាច់ហើយទាល់តែដើរបែបហ្នឹងទើបអាចគេច
គេចខ្លួនពីដង្កូវយក្សបានប៉ុន្តែដោយសារតែពួកគេពីរនាក់ហ្នឹងគឺមិនសូវចេះពីវិធីដើរហ្នឹងហើយក៏បណ្ដាលឲ្យដង្កូវយក្សមួយចាប់ផ្ដើមធ្វើដំណើរមកហើយរកស៊ីពួកគេទាំងពីរដូច្នេះទើប Jessica ជាមួយនឹង Paul គឺខំប្រឹងរត់តែម្ដងចង់សម្ដៅទៅកន្លែងទួលថ្មមួយនៅក្បែរនោះក្រែងលោអាចរត់ជីវិតពីដង្កូវយក្សនេះហើយនៅពេលដែលរត់មកដល់ថ្មហើយដង្កូវនោះក៏បានបង្ហាញខ្លួនចេញមកផងដែររួចស្របពេលនោះគឺស្រាប់តែមានសំឡេងដំខ្សាច់នៃពួក Freeman ក៏ហៅដង្កូវយក្សមួយនេះអញ្ចឹងហើយទើបដង្កូវហ្នឹងក៏អត់បានធ្វើអី Paul និង Jessica ឡើយហើយក៏បានបែរទិសសម្ដៅទៅកាន់កន្លែងដំខ្សាច់មួយនោះហើយ Paul ក៏បានដឹងខ្លួនដែរថាមានពួក Freeman កំពុងតែតាមដានម្ដាយកូនពីរនាក់ពួកគេនេះហើយនិយាយមិនទាន់បានប៉ុន្មានផងពួក Freeman មួយវងក៏បានបង្ហាញខ្លួនមកហុំព័ទ្ធ Jessica និង Paul នៅកន្លែងថ្មមួយនេះហើយមេដឹកនាំនៃពួក Freeman ទាំងនេះគឺ Stilgar នឹងឯងដែល Paul បានជួបកាលពីលើកមុនហើយ Stilgar ក៏បាននិយាយបន្ថែមផងដែរព្រោះថាមានអ្នកខ្លះគឺមានជំនឿជឿជាក់ថា Paul គឺជា Lizal Al-Gaib ឬក៏វីរៈបុរសសង្គ្រោះលោកហើយក្នុងចំណោមពួកគេហ្នឹងក៏មានបរិសម្នាក់ឈ្មោះ James គឺពិតជាអត់ពេញចិត្តពីអ្នកនេះមែនតើចង់តែសម្លាប់ភ្លាមដើម្បីយកទឹកចេញពីខ្លួនហើយ Stilgar ក៏បាននិយាយថា Paul ហ្នឹងគឺនៅក្មេងនៅឡើយនឹងអាចបង្រៀនឲ្យខ្លាយទៅជា The Freeman កើតប៉ុន្តែ Jessica វិញគឺជាមនុស្សស្រីចំណាស់ហើយទុកក៏មិនមានប្រយោជន៍អីដែរប៉ុន្តែគាត់មិនដឹងឡើយថា Jessica គឺជាសមាជិក Bene Gesserit នៅមានទឹកដៃប្រយុទ្ធខ្លាំងអស្ចារ្យមែនទែនហើយក៏អាចទប់ទល់ជាមួយនឹង Stilgar វិញទាញកំបិតមួយមកភ្ជង់លើករបស់គាត់ហើយចំពោះ Stilgar វិញក៏បាននិយាយឲ្យ Jessica បលែងគាត់ផងដែរព្រោះថាខ្លួននឹងគឺមិនដឹងថា Jessica គឺជា Bene Gesserit ឡើយហើយ Stilgar ក៏បាននិយាយថាព្រះអាទិត្យជិតរះហើយដូច្នេះពួកគេនឹងគឺត្រូវតែប្រញាប់ធ្វើដំណើរទៅកាន់ជំរំឲ្យលឿនហើយចូលវាសនាម្ដាយកូនពីរនាក់នេះទៅជាយ៉ាងណាចាំសម្រេចគ្នានៅជំរំហើយនៅទីនោះ Paul នឹងគឺពិតជាភ្ញាក់ផ្អើលមែនតើនៅពេលដែលបានជួបគ្នាជាមួយនឹងនារីជនជាតិ Freeman ម្នាក់ហើយម្នាក់ស្រីនឹងគឺមានឈ្មោះថា Chani និងជាអ្នកដែលតែងតែលេចមកក្នុងការស្មើស្មៃរបស់ Paul ជានិច្ចនៅក្នុងពេលនោះដែរ James ក៏បាននិយាយថាតាមប្រពៃណីពួក The Freeman អ្នកដែលខ្លាំងជាងគេគឺជាមេដឹកនាំហើយដោយសារតែ Stilgar វាយចាញ់ Lady Jessica បែបនេះទើប James នឹងមិនព្រមស្ដាប់សម្ដីរបស់ Stilgar ទៀតនោះទេដូច្នេះហើយឥឡូវនេះគាត់ក៏បាន challenge Lady Jessica មួយស្មើដើម្បីប្រយុទ្ធគ្នាទល់ស្លាប់ហើយអ្នកដែលឈ្នះនឹងគឺអាចក្លាយទៅជាមេដឹកនាំពួកគេនេះឯងព្រោះថាមុននឹង Jessica គឺវាយឈ្នះ Stilgar ប៉ុន្តែ Stilgar ក៏បាននិយាយថា Lady Jessica នឹងគឺជា Bene Gesserit អញ្ចឹងហើយក្នុងប្រពៃណីពួកគេនាងនឹងគឺជា Sayadina ឬក៏មិត្តភក្តិនៃព្រះជាម្ចាស់នឹងមិនអាច challenge ឲ្យវាយគ្នាមួយស្មើដូចជាមនុស្សធម្មតាឡើយប៉ុន្តែ James នឹងគឺនៅតែចោទចែងចង់ឲ្យ Jessica ស្វែងរកអ្នកតំណាងមកវាយជំនួសរួចនៅពេលលឺអញ្ចឹង Paul ក៏បានដើរចុះមកធ្វើជាអ្នកតំណាងឲ្យម្ដាយខ្លួនតែម្ដងហើយក្នុងពេលនោះដែរ Chani ក៏បានដើរមករក Paul និងឲ្យកំបិតដែលធ្វើចេញពីចង្កូមរបស់ដង្កូវខ្សាច់នឹងឲ្យ Paul ខ្ចីប្រើសិនទៅបន្ទាប់មកការប្រយុទ្ធគ្នាក៏ចាប់ផ្ដើមហើយដោយសារតែ Paul នឹងទទួលបានការវឹកហាត់ពី Duncan Idaho ផងពី Gurney Halleck ផងចឹងហើយទឹកដៃគាត់ក៏មិនអន់ដូចគ្នារួចបន្ទាប់ពីចាក់ទៅចាក់មក Paul ក៏មានឱកាសក្នុងការប្រើកំបិតភ្ជង់លើករបស់ James និងស្រែកឲ្យគាត់ចុះចាញ់ប៉ុន្តែ Stilgar ក៏បានរំលឹកថានេះគឺជាប្រពៃណីវាយស្លាប់រស់អត់មានពីណាគេចុះចាញ់នោះទេគឺមានតែម្នាក់រស់និងម្នាក់ស្លាប់ដូច្នេះហើយ Paul ក៏បានប្រើក្បាច់កិច្ចឆ្វេងចាក់ស្ដាំចំខ្លួនរបស់ James និងបានសម្លាប់គាត់យកឈ្នះការប្រយុទ្ធហើយពួកជនជាតិភាគដើម The Freeman នេះក៏បង្ហាញការគោរពទៅលើ Paul មែនទែនដោយសារតែពួកគេនឹងគឺឲ្យតម្លៃទៅលើអ្នកដែលមានទឹកដៃខ្លាំងហើយពួកគេក៏បានរៀបចំទុកដាក់សាកសពរបស់ James បន្តមកទៀត Jessica ក៏ចង់បបួល Paul ដើម្បីចាកចេញពីភព Arrakis មួយនេះប៉ុន្តែ Paul ក៏បាននិយាយថាគាត់នឹងគឺនឹងចូលរួមជាមួយនឹងក្រុមជនជាតិភាគដើម The Freeman ដែរហើយជោគវាសនារបស់គាត់នឹងគឺនៅលើភព Arrakis មួយនេះបន្តមក Paul និង Jessica ក៏បានចូលរួមជាមួយនឹងពួកជនជាតិភាគដើម Freeman ធ្វើដំណើរទៅកាន់កសម្ព័ន្ធរបស់ពួកគេហើយក្នុងពេលធ្វើដំណើរនឹងម្ដាយកូនពីរនាក់នេះគឺពិតជាភ្ញាក់ផ្អើលមែនទែននៅពេលរកឃើញថាពួក The Freeman នឹងគឺមិនមានភាពភ័យខ្លាចទៅលើដង្កូវខ្សាច់ឡើយតែផ្ទុយទៅវិញគឺគោរពពួកគេដូចជាអាទិទេពអញ្ចឹងនិងមានសមត្ថភាពក្នុងការជិះដង្កូវខ្សាច់ទៀតផង
តឡមកកាន់ Baron Harkonnen វិញឥឡូវនេះគឺកំពុងតែមុជទឹកដូចជាប្រេងអញ្ចឹងដើម្បីព្យាបាលថ្នាំពើឲ្យអស់ពីខ្លួនហើយក្មួយប្រុសរបស់គាត់ Raban ក៏បានធ្វើដំណើរមករាយការណ៍ផងដែរថាប្រពន្ធនិងកូនរបស់ Leto Atreides ប្រកាសជាស្លាប់បាត់បង់ជីវិតនៅក្នុងព្យុះខ្សាច់ដ៏ខ្លាំងបាត់ហើយដូច្នេះគឺមានន័យថាគ្រួសារ Atreides នឹងគឺដាច់ពូជហើយរីឯភព Arrakis ទាំងមូលក៏ត្រឡប់មកក្នុងដៃរបស់ពួក Harkonnen វិញផងដែរហើយ Baron Harkonnen ក៏បានបញ្ជាឲ្យក្មួយប្រុសរបស់ខ្លួន Raban នេះចាប់ផ្ដើមដើរដំណើរការប្រមូលផលស្បៃសារឡើងវិញហើយប្រមូលឲ្យច្រើននឹងឯនេះទាំងអស់គ្នាខ្សែភាពយន្តរឿង Dune វគ្គ1នេះគឺចប់ត្រឹមហ្នឹងហើយចង់ដឹងថាសាច់រឿងទៅជាយ៉ាងណាទៀតកុំភ្លេចរងចាំវគ្គ2ទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះរឿងនេះកុំភ្លេច comment នៅខាងក្រោមចុច like និង subscribe បើសិនជាចូលចិត្តយើងជួបគ្នានៅវីដេអូក្រោយ